Arsenal ស្វាគមន៍ Real Madrid យើងមកស្វែងយល់ពី3ចំណុចនេះដើម្បីអាចដឹងថាតើខាងម្ចាស់ផ្ទះឬក៏ក្រុមភ្ញៀវមានសង្ឃឹមជាងចា៎ជំរាបសួរខ្ញុំកូនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីនេះវេលាម៉ោង2រំលងអាធ្រាត្រនៅថ្ងៃស្អែកគិតម៉ោងក្នុងប្រទេសកម្ពុជាចា៎នៅថ្ងៃស្អែកមិនមែនយប់នេះទេគឺ Arsenal នឹងបើកកីឡដ្ឋាន Emirates ដើម្បីស្វាគមន៍ Real Madrid សម្រាប់ការប្រកួត UEFA Champions League វគ្គ8ក្រុមចុងក្រោយជើងទី1 Arsenal បានឡើងមកដល់វគ្គ8ក្រុមនេះដូចជារលូនព្រោះថាបានយកឈ្នះ PSV ទាំងពីរជើងកាលពីវគ្គ16ក្រុមក្នុងលទ្ធផលរហូតដល់ទៅ9-3 Real Madrid ជាក្រុមការពារតំណែងជើងឯកវិញមកដល់វគ្គនេះហាក់ដូចជាតឹងបន្តិចចា៎ព្រោះថា Real Madrid បានឈ្នះ Atletico Madrid នៅជើងទី2នោះដោយសារតែឡើងរហូតដល់វគ្គកាត់សេចក្តីពេណាល់ទីចា៎គឺលទ្ធផលនៃការឈ្នះមានភាពចម្រូងចម្រាសបន្តិចដូច្នេះមាន3ចំណុចដែលខ្ញុំចង់ចែករំលែកពីជំនួបរវាង Arsenal ជាមួយ Real Madrid នេះចា៎ចំណុចទី1គឺតាក់ទងទៅនឹងប្រវត្តិនៃការជួបគ្នាសម្រាប់ Arsenal ជាមួយ Real Madrid នេះគឺកម្រជួបគ្នាមែនទែននៅ Champions League ជួបលើកចុងក្រោយគឺតាំងពី Ethan Nwaneri មិនទាន់កើតមកម្លេះពោលគឺនៅក្នុងវគ្គ16ក្រុមកាលពីរដូវកាល2005-2006ដោយពេលនោះគឺ Arsenal បានឡើងវគ្គ8ក្រុមបន្តហើយកាលហ្នឹងគឺ Arsenal បានឡើងរហូតទៅដល់វគ្គផ្ដាច់ព្រាត់ឯណោះក៏ប៉ុន្តែពេលតែទៅដល់ផ្ដាច់ព្រាត់ហ្នឹងគឺជួបជាមួយ Barcelona ហើយអត់បានឈ្នះទេបានត្រឹមតែជាជើងឯករោមមានន័យថា Arsenal អត់បានលើកពាន Champions League នោះឡើយកាលពីពេលនោះ Arsenal បានយកឈ្នះ Real Madrid នៅក្រៅដីក្នុងជើងទី1ឈ្នះ Real Madrid 1-0ហើយដល់ពេលជើងទី2ក្រុមទាំងពីរគឺមានលទ្ធផលស្មើគ្នា0ស្មើដែលធ្វើឲ្យ Arsenal ទាំងពីរជើងមានលទ្ធផលសរុប1-0ហើយ Arsenal ក៏បានឡើងទៅវគ្គ8ក្រុមបន្តចំណុចទី2ដែលខ្ញុំចង់និយាយគឺតាក់ទងទៅនឹងទម្រង់លេងចុងក្រោយទាំង Arsenal ហើយ Real Madrid គឺសុទ្ធតែជាក្រុមរងកំពូលតារាងនៅតាមលីកដូចគ្នាតែម្ដងមានន័យថា Arsenal នៅលេខ2លើតារាង Premier League តាមពីក្រោយ Liverpool 11ពិន្ទុហើយ Real Madrid វិញនៅលេខ2លើតារាង La Liga តាមពីក្រោយ Barcelona ចំនួន3ពិន្ទុប្រកួតចុងក្រោយក្នុងលីកគឺពីប្រកួតបន្ទាប់ពី International Break ហើយនោះគឺថា Arsenal មានឈ្នះ1ស្មើ1ហើយ Real Madrid វិញគឺមានស្មើ1ហើយនឹងចាញ់1ចាស់ទៅចាញ់កាលពីចុងសប្តាហ៍នេះទេចំណុចទី3ដែលខ្ញុំចង់និយាយនោះគឺជុំវិញបញ្ហាកីឡាកររបួសឃើញថាខាង Arsenal ជាម្ចាស់ផ្ទះដូចជាមានកីឡាកររបួសច្រើនហើយជាពិសេសនោះគឺប៉ះចំប្រព័ន្ធការពារច្រើនទៀតកីឡាកររបួសរបស់ Arsenal បើគិតពីខ្សែការពារវិញមានដូចជា Gabriel ដែលទៅតែរបួសក្រោយការប្រកួតកាលពីចុងសប្តាហ៍ទេហើយមានខ្សែការពារ Ricardo Calafiori និងក៏ដូចជាខ្សែការពារជប៉ុន Takehiro Tomiyasuចំពោះប្រយុទ្ធវិញ Arsenal មានរបួស3សំខាន់ដែរគឺ Gabriel Jesus ហើយ Kai Havertz ហើយនិង Raheem Sterling ហើយ Real Madrid វិញរបួស3នាក់ដឹងតែអត់អាចចូលលេងបានតែម្ដងគឺមានដូចជាខ្សែការពារ Ferland Mendy ហើយនិង Eder Militao ក៏ដូចជាមានខ្សែបម្រើចា Dani Ceballos តែក៏មានការសង្ស័យដែរថាកីឡាករដូចជា Aurelien Tchouameni Dani Carvajal ហើយនិង Andre Lunin នឹងគឺសង្ស័យថាអាចនឹងទំនងអវត្តមានសម្រាប់ការប្រកួតនៅជើងទី1នេះចាអញ្ចឹងជាសរុប3ចំណុចនេះគឺជាអ្វីដែលយើងអាចពិចារណាបានសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះហើយគូនេះខ្ញុំជឿជាក់ថានឹងជក់ចិត្តប៉ុន្តែនៅក្នុងជើងទី1នេះសម្រាប់ខ្ញុំទុកទីថាក្រុមទាំងពីរនឹងមានលទ្ធផលស្មើគ្នាចាចំពោះលោកអ្នកនាងវិញគិតយ៉ាងណាដែរអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា